ប្រដកសក់ថ្មីនៅពី2ទៅ4សប្តាហ៍យើងមាន specific timeline ចឹងហ្មង urgent នេះកំណងជើងនេះគឺសំខាន់ណាហើយសួរថាវា fake វា lie អត់ lie ទេខ្លះតាពីតាកន្លះខែទេគឺបងស្រីម្នាក់ដែលចាក់គីមីស្ដើងសក់មានបញ្ហាស្ដើងហើយគាត់ប្រើនេះ hydrating shampoo មួយហើយនឹង hair grow serum មួយតែ2សប្តាហ៍សក់ឡើងក្រាស់វិញមិនក្រាស់ដូចយើងលក្ខណៈថាយើងអត់ដែលឈឺអីសោះវាក្រាស់វាជំនួយដល់ការដុសដែលវាខុសប្លែកពីយើងទុកតាមយថាកម្មវាបាទវាដុសមកទៅសាយវាធំមានជីមានជាតិមានពលឹងមានពលះដែរនេះខ្ញុំចង់លើកឡើងថាការដាក់អញ្ចឹងខុសទេអត់ខុសទេគឺធ្វើឲ្យមនុស្សច្បាស់មានទំនុកចិត្តជឿជាក់លើខ្លួនឯងជឿជាក់លើអ្វីដែលខ្លួនឯងជ្រើសរើសហើយត្រឹមត្រូវបាទបន្ទាប់មកមនុស្សសម្រេចចិត្តដោយសារគាត់មានអីហើយគាត់ប្រើ organ oil នេះនៅអត់ទាន់អស់ហើយគាត់អស់តែនៃ hydrating shampoo នឹងហើយនឹង serum គឺអញ្ចឹងគាត់បុកយកពីនេះតែម្ដងអញ្ចឹងនេះជាយុទ្ធសាស្ត្រមួយហើយអត់សួរថា promotion អត់មាន promotion ទេបងប្អូនគឺតែផុតហើយប៉ុន្តែ free សេវាដឹកប៉ុន្តែជាមួយនឹងអតិថិជនដែលបានទទួលផលគឺគេសម្រេចចិត្តទិញចឹងហ្មង$56នេះគឺជាការ order របស់គាត់នៅក្នុង Facebook ពិតតែម្ដងអត់មាន cheat អត់មានអីទេបងប្អូននេះ$56 hydrating shampoo 500ml ពីដប2នេះពីដប hair growth serum 50ml នេះបងមើលឃើញហ្នឹង 50ml តែប៉ុណ្ណឹងមកណា payment instruction នេះខុសនេះមួយមក order status ស្ថានភាពគឺនៅក្នុងដំណាក់កាល payment requested ហើយអតិថិជនខ្ញុំក៏ជោគជ័យដែរគឺជ្រើសរើស2តែម្ដងខុសគ្នាតម្លៃអានេះ60ដបតូចបាទឈុតតូចអានេះឈុតធំតែវាតែ3ទេណាគឺតម្លៃវាខុសតែ4ចឹងខ្ញុំ estimate មកខ្ញុំដាក់អញ្ចឹងនេះជាជោគជ័យមួយធំណាបងប្អូនសម្រាប់អ្នកស្ត្រីអនឡាញដែលគិតថាខ្លួនតល់កម្រិតលក់អត់ចេញណាបាទដូចខ្ញុំមានវិធីជួយបានបាទ